សួស្តីស្វាគមន៍មកកាន់ Channel ចង្ក្រានម្ដងទៀតថ្ងៃនេះដែរនៅមុខម្ហូបមួយមុខទៀតគឺអប់បង្កងជាមួយប័រដែលចាំបាច់បំផុតនោះគឺបង្កងត្រូវតែនៅរស់ហើយស្រស់ភ្លាមយកមកភ្លាមគឺយើងធ្វើភ្លាមអត់អាចទុកបានទេបន្ទាប់មកទៀតត្រូវមានខ្ទឹមសរំដេងគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយគ្រឿងដែលយើងផ្សំចូលនោះមានដូចជាម្សៅស៊ុបប័រហើយនិងទឹកប្រេងខ្យងចឹងអត់មានអីពិបាកទេខ្ទឹមយើងដាំហើយយើងដាក់ចូលទៅបន្ទាប់មករំដេងយើងហាន់ជាបន្ទះចំណិតនេះខ្ញុំធ្វើការចិតសម្បកចេញហើយមិនយើងធ្វើការចិតជាបន្ទះដើម្បីដាក់ចូលហើយបន្ទាប់មកយើងធ្វើការបង់ស្លឹកក្រូចសើចចូលហើយជំហានបន្ទាប់យើងធ្វើការហាន់គល់ស្លឹកគ្រៃយើងអាចដំចូលក៏បានកំណត់ថាបើសិនជាយើងហាន់វាចេញជាតិល្អឈ្ងុយរបស់គល់ស្លឹកគ្រៃចេញទៅកាត់ក្លិនឆ្អាបបង្កងបានល្អជាងយើងដំដាក់ចូលចឹងយើងធ្វើការហាន់ជាបែបនេះមកហើយបែបនេះឯងបានគល់ស្លឹកគ្រៃយើងវាចេញជាតិឈ្ងុយបានល្អបើសិនជាដាំចូលវាអត់សូវឈ្ងុយដូចយើងហាន់បែបហ្នឹងទេចឹងបង្កងហ្នឹងយើងរៀងលេងរៀងខ្លាំងបន្តិចដោយសារថាបើយើងដាក់គ្រឿងតិចពេកគល់ស្លឹកគ្រៃស្ទើររំដេងស្ទើរហើយខ្វះគ្រឿងទាំងអស់ហ្នឹងគឺបង្កងយើងមានក្លិនឆ្អាបចឹងបើសិនជាដាក់អស់ហ្នឹងហើយអ្នកដែលគាត់អត់សូវចូលចិត្តក្លិនឆ្អាបបង្កងទេគឺអាចញ៉ាំបានចឹងឥឡូវនេះយើងដល់វាផ្សំគ្រឿងម្ដងដោយបកងខ្ញុំរៀងច្រើនដែរហើយរៀងធំចឹងខ្ញុំដាក់ប័រចំនួន2ស្លាបព្រាបាយអូខេបន្តមកទៀតយើងធ្វើការដាក់ទឹកប្រេងខ្យងចូលចំនួន2ស្លាបព្រាបាយត្រង់ចំណុចនេះបើសិនជាអ្នកទាំងអស់គ្នាអត់ញ៉ាំប៊ីចេងទេអាចអត់ដាក់ក៏បានដែរតែខ្ញុំរួចដាក់បន្តិច ហើយបន្ទាប់មកយើងធ្វើការដាក់ម្សៅស៊ុបមាន់ចូលដើម្បីយកជាតិ
យើងអត់ប្រើអំបិលទេក៏ប៉ុន្តែយើងប្រើម្សៅស៊ុបកាលណាដែលយើងប្រើអំបិលបើសិនជាយើងដាក់រៀងលើសបន្តិចនោះវានឹងមានជាតិប្រៃជ្រុលហើយអ្វីដែលផ្ទះខ្ញុំចូលចិត្តគឺការប្រើស្ករត្នោតយើងប្រើស្ករត្នោតវាអត់សូវផ្អែមខ្លាំងទេយើងដាក់ទៅបន្តិចទៅបានហើយអាចថាកន្លះស្លាបព្រាបាយទៅបើសិនជាអ្នកអត់ចូលចិត្តផ្អែមទេអត់ចាំបាច់ដាក់ចូលទេឥឡូវនេះយើងមកច្របល់គ្រឿងរបស់យើងជាមួយនឹងបង្កងឲ្យវារៀងចូលជាតិបន្តិចហើយបន្ទាប់មកចាំយើងធ្វើការដាក់ថែមទឹកបន្តិចថែមទឹកហ្នឹងគឺថាកន្លះកូនចានដើម្បីកុំឲ្យវាស្ងួតពេកបន្ទាប់មកខ្ញុំធ្វើការចាក់ទឹកចូលកន្លះកូនចានឬក៏មួយកូនកែវដើម្បីកុំឲ្យគ្រឿងរបស់យើងក្រាំនៅបាតហើយខ្លោចជាមួយនឹងបង្កងរបស់យើងបន្ទាប់មកយើងធ្វើការដាក់វានៅលើចង្ក្រានទុកចោល10ទៅ15នាទីអូខេឥឡូវនេះបង្កងយើងឆ្អិនហើយខ្ញុំដាក់15នាទីកាលណាតែយើងដាក់ភ្លើងជ្រុលពេកវាឆ្អិនជ្រុលខួបបង្កងវារឹងហើយសាច់បង្កងក៏ស្វិតទៅតាមនេះហើយការដាក់ភ្លើងនេះក៏ទៅតាមទំហំបង្កងរបស់យើងដែរបើសិនជាអ្នកទាំងអស់គ្នាយកបង្កងរាងតូចយើងអាចដាក់ត្រឹម8ទៅ10នាទីបានហើយអរគុណចំពោះការមើលវីដេអូនេះរហូតដល់ចប់សូមជួយ like និង subscribe ម្នាក់មួយផងអរគុណ